នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលលម្អទៅដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៃជ្រលងភ្នំខ្ពស់បានប្រែទៅជាឆាកនៃភាពវឹកវរនិងភ័យរន្ធត់ភ្លាមនៅពេលដែលបិសាចយក្សភ្នែកមួយដ៏ធំសម្បើមមួយក្បាលបានលេចមុខឡើងវាបានបោកបក់នូវភាពភ័យខ្លាចទៅលើប្រជាជនស្លូតត្រង់បិសាចនេះត្រូវបានគេស្គាល់ថាជាបិសាចចំណាស់ភ្នំឋានសុខដែលជាអសុរកាយមួយដ៏មានកម្លាំងខ្លាំងក្លានិងមានកំហឹងអទិន្នាវាបានចាប់ផ្ដើមការវាយប្រហារដ៏សាហាវទៅលើសំណង់ផ្ទះសម្បែងនិងជីវិតមនុស្សដោយឥតញើសបំផ្លាញនូវសន្តិភាពដ៏យូរលង់របស់ពួកគេដោយពន្លឺភ្នែកបៃតងដ៏អាក្រក់របស់វាសត្វចម្លែកនេះមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេថែមទាំងមានកម្លាំងកាយមហិមាដែលអាចកំទេចអ្វីគ្រប់យ៉ាងដែលនៅនឹងមុខរបស់វាបានយ៉ាងងាយស្រួលធ្វើឲ្យអ្នកភូមិរត់ជាន់ជើងគ្នាដោយភាពភិតភ័យបំផុតភូមិទាំងមូលបានធ្លាក់ចូលទៅក្នុងភាពជ្រួញជ្រើមនិងអន្តរាយយ៉ាងគំហុករាល់ផ្ទះសម្បែងដែលធ្លាប់តែជាជម្រកដ៏កក់ក្ដៅឥឡូវនេះបានក្លាយជាគំនរបាក់បែកយ៉ាងវេទនាបំផុតហើយសំឡេងស្រែកដោយការភ័យខ្លាចបានបន្លឺឡើងពេញផ្ទៃមេឃភាពអស់សង្ឃឹមបានគ្របដណ្ដប់លើទឹកមុខរបស់ប្រជាជនគ្រប់រូបខណៈដែលពួកគេដឹងថាកម្លាំងរបស់ពួកគេតែម្នាក់ឯងមិនអាចទប់ទល់នឹងបិសាចយក្សនេះបានឡើយទោះជាយ៉ាងណាក៏ដោយនៅចំកណ្ដាលនៃភាពវឹកវរដ៏គួរឲ្យរន្ធត់នេះក៏ស្រាប់តែមានពន្លឺនៃក្តីសង្ឃឹមមួយបានរឡើងនៅពេលដែលក្រុមអ្នកចម្បាំងដ៏ក្លាហានមួយក្រុមបានលេចខ្លួនឡើងដើម្បីប្រឈមមុខនឹងគ្រោះមហន្តរាយដ៏អាក្រក់បំផុតនេះក្រុមអ្នកចម្បាំងទាំងនេះមានលក្ខណៈប្លែកពីគេពួកគេមួយចំនួនបានផាត់មុខដោយពណ៌បៃតងនិងគូពុកមាត់ដ៏ប្លែកដែលអាចជាផ្នែកមួយនៃពិធីសាសនាបុរាណមួយឬក៏ជាយុទ្ធសាស្ត្រដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេក្នុងការប្រយុទ្ធជាមួយសត្វចម្លែកដ៏កាចសាហាវនេះជាមួយនឹងភាពក្លាហាននិងបេះដូងដែលពោពេញដោយការតាំងចិត្តខ្ពស់បំផុតអ្នកចម្បាំងទាំងនេះបានបោះជំហានទៅមុខប្រឈមមុខនឹងបិសាចយក្សភ្នែកមួយដែលកំពុងបំផ្លាញភូមិរបស់ពួកគេដឹងច្បាស់ថាការប្រយុទ្ធនេះមិនមែនជារឿងងាយស្រួលនោះទេព្រោះវាជាការប្រឈមមុខដាក់គ្នាជាមួយនឹងអំណាចដ៏មហិមាដែលអាចលេបត្របាក់ជីវិតពួកគេបានគ្រប់ពេលវេលាប៉ុន្តែពួកគេមិនព្រមចុះចាញ់នោះទេពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់គ្រប់យ៉ាងដើម្បីការពារទឹកដីនិងប្រជាជនរបស់ខ្លួនការប្រយុទ្ធបានផ្ទុះឡើងយ៉ាងសាហាវឃោរឃៅគ្រប់ការវាយប្រហាររបស់បិសាចយក្សបានបង្កឲ្យមានការរំញ័រយ៉ាងខ្លាំងនៅលើផ្ទៃដីប៉ុន្តែអ្នកចម្បាំងរបស់យើងនៅតែមិនញើសឡើយពួកគេបានប្រើប្រាស់កម្លាំងល្បឿននិងយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់របស់ពួកគេដើម្បីគេចចេញពីការវាយប្រហាររបស់បិសាចយក្សព្រមទាំងព្យាយាមរកចំណុចខ្សោយរបស់វាដើម្បីធ្វើការវាយបកវិញវាគឺជាការបង្ហាញនូវភាពអង់អាចក្លាហាននិងការតស៊ូដ៏អស្ចារ្យបំផុតដែលបានកើតឡើងនៅក្នុងសមរភូមិដ៏ជក់ចិត្តនេះជាពិសេសនៅពេលដែលពួកគេត្រូវការពីអ្នកភូមិដែលកំពុងភ័យខ្លាចបំផុតការប្រយុទ្ធនេះមិនមែនត្រឹមតែជាការតស៊ូវាងមនុស្សនិងសត្វចម្លែកប៉ុណ្ណោះទេតែវាក៏ជាសក្ខីភាពនៃភាពអង់អាចក្លាហានរបស់មនុស្សជាតិប្រឆាំងនឹងអំណាចចង្រិតដែលចង់បំផ្លាញសន្តិភាពរបស់ពួកគេការលះបង់និងការតាំងចិត្តរបស់ពួកគេបានក្លាយជាកម្លាំងចលករដ៏សំខាន់ដែលជំរុញពួកគេទៅមុខមិនថាឧបសគ្គធំប៉ុណ្ណាឡើយរាល់វិនាទីនៃសមរភូមិនេះគឺពោពេញទៅដោយភាពតានតឹងនិងភាពមិនប្រាកដប្រជាប៉ុន្តែពួកគេនៅតែបន្តស៊ូដោយមិនរួញរាដោយសង្ឃឹមថាការប្រយុទ្ធរបស់ពួកគេនឹងនាំមកនូវសន្តិភាពដល់ភូមិឋានរបស់ពួកគេវិញនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃជ្រលងភ្នំនេះដែលនឹងចារឹកទុកនូវវីរភាពរបស់ក្រុមអ្នកចម្បាញ់ដ៏ក្លាហានបំផុតដែលហ៊ានប្រឈមមុខនឹងបិសាចយក្សបិសាចចំណាស់ភ្នំឋានសុខក៏ដោយឥតខ្លាចចោលអាជាពិសេសដើម្បីការពារអាយុជីវិតអ្នកភូមិស្លូតត្រង់